សួស្តីអ្នកទាំងអស់គ្នាបច្ចុប្បន្ន Digital Invoice របស់យើងគឺមានធួច្រើនសម្រាប់ក្នុងការប្រើប្រាស់មានដូចជាបង្កើតវិក័យប័ត្រ free កិច្ចការរចនាកាតបង្កើត QR code បង្កើត CV និងកាតបុគ្គលិកជាដើមអញ្ចឹងអីដែលសំខាន់មួយទៀតនោះសម្រាប់Digital Invoice របស់យើងគឺយើងមានmodule ថ្មីមួយគឺទាក់ទងទៅនឹង POS សម្រាប់គ្រប់គ្រងទៅលើអាជីវកម្មរបស់បងប្អូនតាមរយៈ Digital Invoice ផងដែរអញ្ចឹងកុំឲ្យខាតពេលយើងចូលទៅទាំងអស់គ្នាពេលនេះខ្ញុំមក log in ហើយអញ្ចឹងខ្ញុំចូលបង្កើតវិក័យប័ត្រចឹងនៅក្នុងការបង្កើតវិក័យប័ត្រនេះបងប្អូនពិតជាដឹងអីថាយើងមាន form បង្កើតវិក័យប័ត្រហើយនឹងបង្កើតអតិថិជនអញ្ចឹងអានេះខ្ញុំធ្លាប់បានបង្ហាញក្នុងវីដេអូមុនហើយអញ្ចឹងmodule ថ្មីដែលយើងទើបតែធ្វើគឺប្រព័ន្ធការលក់ឬក៏យើងហៅមួយទៀតថា POS អញ្ចឹងនៅពេលដែលយើងចុចទៅលើ module ហ្នឹងទៅវានឹងចេញតម្រងបែបនេះអញ្ចឹងនៅពេលដែលបងប្អូនមានទំនិញបងប្អូនដែលចង់លក់ចេញវិក័យប័ត្រទីមួយយើងអាចបង្កើតនៅក្នុង invoice របស់យើងគ្រាន់តែថាយើងសេឈ្មោះទំនិញចូលហើយនឹងដាក់តម្លៃចំនួន quantity ចូលតែមួយទៀតយើងអាចបញ្ចូលទំនិញលក្ខណៈ dynamic ពី system POS ហ្មងយើងចូលបញ្ជីទំនិញនេះយើងអាច add ផលិតផលចូលផលិតផលប្រភេទទៅតាម category មួយចំនួន stock និងរូបភាពបាននៅពេលដែលយើង add ហើយយើងអាចចូល module ហ្នឹងមកវានឹង list បែបនេះអញ្ចឹងរាល់ពេលចំនួន stock អស់ហើយវិញយើងអាចបញ្ចូលបានយើងអាច custom បានយើងគ្រាន់តែចុចចេះមកគឺវានឹងបានបន្ថែម stock ហើយយើងអាច edit បានផងដែរអញ្ចឹងខ្ញុំចូលមកកន្លែងលក់នៅពេលដែលយើងបញ្ចូលហើយវាចេញ list បែបនេះទៅតាម category នីមួយៗអញ្ចឹងនៅពេលដែលយើងចេញវិក័យប័ត្រឲ្យអតិថិជនខ្ញុំឧទាហរណ៍ថាអតិថិជនគាត់ទិញ drink 1 drink 2យើងគ្រាន់តែ select មកវានឹង list ក្នុងកន្ត្រកបែបនេះឧទាហរណ៍គាត់ទិញ2យើងអាចចុច click 2ដងឬក៏យើងអាចចុចបូកដកនៅកន្លែងនេះបានបន្តមកទៀតយើងចូលទំនិញក្នុងកន្ត្រកបន្តមកយើងចុចទូទាត់អូខេពេលទូទាត់ហើយគឺយើងអាចprint វិក័យប័ត្រឲ្យគាត់ឬក៏ជា sale ដើម្បី send វិក័យប័ត្រឲ្យគាត់បានតើមកខ្ញុំ cancel អញ្ចឹងវាចេញការបោះពុម្ពវិក័យប័ត្រយើងជោគជ័យអញ្ចឹងពេលជោគជ័យហើយយើងអាចទៅមើលនៅក្នុងបញ្ជីលក់អញ្ចឹងវានឹងចេញប្រវត្តិនៃការលក់របស់យើងហើយយើងអាច print ឡើងវិញបានដើម្បីឲ្យអតិថិជនយើងបាននៅក្នុង list នេះផងដែរហើយមួយវិញទៀតនៅក្នុងលក់នេះក៏យើងអាចបង្កើតឈ្មោះ customer បានដែរឧទាហរណ៍ថាបើសិនជាលក់ឲ្យអតិថិជនទូទៅយើងអាច select យក work in បើអត់មានឈ្មោះអតិថិជនហ្នឹងទេយើងអាចចូលផ្ទាំងគ្រប់គ្រងបន្តមកទៀតយើងអាចបង្កើតអតិថិជនបាននៅពេលដែលបង្កើតហើយវានឹងលេខអតិថិជនទាំងអស់ចូលទៅក្នុងកន្លែងអតិថិជននេះដើម្បីឲ្យយើង select ចេញវិក័យប័ត្រអូខេវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន